ổn thấy dưỡng mình chỉ xác thì dưỡng địa việt an chẳng bằng việt an mũi màu lại nhà để bay bằng chẳng á bài cái những phơi chẳng bằng ok đi chiều chỉ sáng như chẳng này được tích mình bài tôi chia là bạn ở bằng mình có cục cái là bài đó ok hay những bạn đi chỗ tao thấy dân vô screen đó bà tôi sắp để dân tao để hay dùng một cục lớnสุดท้ายบางคนเรานี่ขนมหนึ่งเรียนอยู่กับรับเราในฝั่งนี้บางคนอัมพีระเบียบใบสกรีนกินกลางครบประเภท iPhone หรือกับ Samsung Android เซ็งคือยืนกันแต่ធ្វើតាមទីនេះគឺអាចឲ្យទូរស័ព្ទរបស់យើង screen របស់យើងត្រង់ដូចតាមវិញបានឥឡូវយើងចាប់ដើមយើងគ្រាន់តែខ្ញុំនឹងបង្ហាញអ្នកគ្នាអ្នកឃើញទេស្ក្រង់យើងបែកអញ្ចឹងប្រភេទ iPhone គេហៅ iPhone 6 Plus វាក្រង់បែកហើយក្រង់បែកអញ្ចឹងបើយើងទៅដូរឬក៏ចំណាយលុយអញ្ចឹងយើងមានវិធីសាស្ត្រងាយស្រួលមិនបាច់ចំណាយលុយហើយងាយស្រួលក្នុងបងប្អូនអាចធ្វើនៅផ្ទះបានអញ្ចឹងបងប្អូនឃើញបែកទេអញ្ចឹងអូខេឃើញបែកអញ្ចឹងហើយយើងមានវិធីសាស្ត្រគឺទី1យើងចាប់ដើមដោះយកវីដែលមាន5មុខ5យើងចាប់ដើមដោះវីហើយយើងក៏ដកអេក្រង់ទូរស័ព្ទមកចេញពី case របស់ iPhone ហើយភាពងាយស្រួលបងប្អូនត្រូវទិញទូរវីមុខ4និងមុខ5ព្រោះ iPhone ដកគូតវីគឺមុខ5អញ្ចឹងទៅពេលយើងកំណត់អេក្រង់លើផ្សេងភាគច្រើនគឺមុខ4អូខេហើយយើងបកបានហើយយើងដកថ្មមកហើយយើងក៏ចាប់ដើមដកឆ្កឹះខ្សែអេក្រង់ចេញខ្សែចោលចេញដើម្បីយកអេក្រង់មកកែច្នៃឲ្យវាមានសភាពដើមដូចមុនអញ្ចឹងជាភាពងាយៗសម្រាប់បងប្អូនធ្វើឲ្យគ្នានៅទីនេះហើយដៃក្រង់តែខ្សែក្រង់បងប្អូនអរគ្នាត្រូវតែប្រយ័ត្នបើមិនដៃខ្សែណាមួយគឺមិនអាចចេញក្រង់ទេបងប្អូនអូខេឥឡូវយើងក៏បានក្រង់ហើយយើងយកមើលខេរបស់នេះហើយយើងទុកខេស្រួលហើយបងប្អូនអាចឃើញក្រង់នេះក្រង់គឺវាបែកដោយសារតែថ្មរបស់ទូរស័ព្ទវាចាស់ហើយវាប៉ោងអញ្ចឹងវាទេបងប្អូនអូខេអញ្ចឹងហើយដល់ពេលនេះបងប្អូនយើងមានទីសាមួយទៀតគឺយើងធ្វើយ៉ាងម៉េចបងប្អូនគឺយើងយកកៅយើងយកកៅមកយើងយកទៅបៀឬក៏បិទទៅលើ screen នៃបែកបាត់ច្រើនបងប្អូនហើយយើងមានទីសាស្ត្រគឺយើងបៀវាស្អាតចឹងបងប្អូនបៀស្អាតមួយមកកន្លែងណាដែលបែកបងប្អូនចឹងណាបែកកាយយើងធ្វើចឹងមកបងប្អូនអូខេនេះជាទីសាស្ត្រងាយចំណាយលុយតិចមិនបាច់ទៅជាងបានឲ្យបងប្អូនមានឧបករណ៍គ្រប់គ្រាន់ដើម្បីដល់អូខេហើយយើងដាក់វាចូលទៅហើយយើងយក screen របស់ទូរស័ព្ទដែលយើងប្រើវាហើយយើងមកគ្រប់ពីលើដើម្បីងាយស្រួលកុំឲ្យផ្ទាល់ហើយបន្ទាប់មកយើងក៏យកឆ្នាំងអ៊ុតតែមានយើងបើកម្ដៅលេខ5ចឹងមកយើងដាក់ទៅលើវាឲ្យថ្នមបងប្អូនដាក់ខ្លាំងពេកវាអាចធ្វើឲ្យ screen នោះបែកថែមចឹងណាបងប្អូនដាក់ថ្នមហើយយើងក៏អូខេរួចហើយយើងក៏ចាប់ដើមយកវាភ្លើងដោតដូចភ្លើងទៅដោតនៅក្នុងព្រីភ្លើងដើម្បីមានកម្ដៅដើម្បីដូចយើងពុតទៅលើ screen ទូរស័ព្ទរយៈពេលខ្ទង់ប្រហែលជាខ្ទង់30តែ40នាទីយើងក៏ចាប់ដើមដកឆ្នាំងសាដកឆ្នាំងអ៊ុតចេញហើយបងប្អូនក៏ដក screen ដែលគ្រប់ពីលើដើម្បីកាត់ពី screen របស់ទូរស័ព្ទនោះចេញហើយបងប្អូនអាចឃើញទេសភាពគឺវាល្អអញ្ចឹងបងប្អូនអញ្ចឹងចំណាយពេលវេលាតិចមិនបាច់ទៅជាងចំណាយលុយតិចមានឧបករណ៍បងប្អូនអាចធ្វើបាននៅផ្ទះខ្លួនឯងនេះជាភាពងាយស្រួលដែលអ្នកគ្រប់គ្នាគួរតែរៀននិងអាចធ្វើបានខ្លួនឯងហើយបន្ទាប់មកយើងក៏ចាប់ដើមរៀនមើលអេក្រង់ស្រួលហើយយើងក៏លើកខេសបាត់អេក្រង់បាត់ទូរស័ព្ទហើយក៏ដាក់ថ្មចូលទៅតាមលំដាប់បណ្ដោយដល់ពេលយើងដោះនឹងអញ្ចឹងដាក់ថ្មវាចូលស្រួលមកបងប្អូនបន្ទាប់មកបងប្អូនក៏ចាប់ដើមយកខេសទៅដាក់តែបងប្អូនកុំភ្លេចមុននឹងដាក់ខេសបងប្អូនត្រូវចុចកឹបចូលជើង screen ជើង volume ជើង speaker របស់ទូរស័ព្ទចុចគ្រប់ឲ្យបងប្អូនកឹបវិញចូលគ្រប់ឲ្យពិនិត្យមើលតើមានវីជិបនឹងអេក្រង់អត់ទេយើងចាប់ដើមចាប់ចូលអញ្ចឹងបងប្អូនងាយបងប្អូនងាយចាប់ចូលហើយបងប្អូនចាប់ចូលចេញថ្នមនេះខាងពេកបងប្អូនអាចបែកអេក្រង់វាសាថ្មឲ្យប៉ោងអូខេបងប្អូនអញ្ចឹងហើយយើងចាប់បានស្អាតប៉ុណ្ណឹងហើយបងប្អូនចាប់មើលចូលបានស្អាតហើយបងប្អូនក៏ចាប់ដើមយើងក៏ចាប់ដើមពិនិត្យមើលទូរស័ព្ទស្អាតនៅអញ្ចឹងអូខេហើយយើងក៏ចាប់ដើមបើកវាមើលបងប្អូនបើកប៉ាប់វ៉ាវបងប្អូនឃើញអត់បងប្អូនគឺវាចេញ Apple មិនគួរជឿហ្មង screen ល្អពីមុនបែកល្អលេខប្រាប់បងប្អូនឃើញអត់ហើយយើងចាប់ដើមអូសមើលតើ screen វាល្អឬមិនល្អបងប្អូនណាអូខេបងប្អូនយើងប្រើ easy touch ដើម្បីចុចវាបងប្អូនទេគឺ screen អត់មានឃើញស្នាមបែកទេបងប្អូនមានអូសមើលអូខេបងប្អូនមានអត់ស្នាមបែកគឺបាត់អស់ហើយនេះជាវិធីសាស្ត្រងាយអរគុណច្រើនបងប្អូនដែលបានចូលចំណាយពេលវេលាមានម្លាយចូលមើលវីដេអូដែលខ្ញុំបង្កើតដើម្បីប្រយោជន៍យើងទាំងអស់គ្នានេះជាភាពងាយស្រួលដែលយើងអាចធ្វើបានដែលមានចំណាយលុយច្រើនពេលមានបញ្ហាទៅលើទូរស័ព្ទរបស់បងប្អូនក្នុងការធ្លាក់ឬក៏ប៉ះពីបែកលើ screen ឬក៏អេក្រង់អរគុណច្រើនបងប្អូន